សេដ្ឋកិច្ចរបស់ប្រទេសចិនទំនងជាសម្រេចបានកំណើនត្រឹមតែ 4.7% ប៉ុណ្ណោះនៅត្រីមាសទី 3 ដែលជាសន្ទុះក្នុងល្បឿនយឺតបំផុតរបស់ខ្លួនក្នុងឆ្នាំ 2025 បើទោះបីការនាំចេញរបស់ខ្លួនមានសន្ទុះកំណើនខ្លាំងបំផុតមិនធ្លាប់មានយ៉ាងណាក្តីការធ្លាក់ចុះនៃការវិនិយោគវិស័យលក់រាយនិងទិន្នផលឧស្សាហកម្មកំពុងទាញកំណើនសេដ្ឋកិច្ចឲ្យមានសន្ទុះយឺតខណៈដែលសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកបានកើនឡើងកម្ដៅសារជាថ្មីកាន់តែខ្លាំងនេះបញ្យងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bloomberg តទៅនេះក្រុមការងារ Cambonomics លំអិតលើរឿងនេះដូចតទៅហេតុអ្វីសន្ទុះកំណើននាំចេញខ្លាំងរបស់មហាយៈចិននៅតែមិនអាចបញ្ឈប់ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ខ្លួនវិស័យលក់រាយនៅក្នុងប្រទេសចិនសម្រេចបានកំណើនទាបត្រឹមតែ 3% ប៉ុណ្ណោះកាលពីអំឡុងខែកញ្ញាហើយទិន្នផលឧស្សាហកម្មចិនសម្រេចបានកំណើន 5% ដែលទាំងពីរនេះសុទ្ធតែជាកំណើនខ្សោយបំផុតនៅឆ្នាំ 2025 ការវិនិយោគបានជាប់គាំងដោយសារតែវិស័យអចលនទ្រព្យចិនបានដាំក្បាលចុះខ្លាំងនិងកំពុងជាប់ផុងក្នុងវិបត្តិការវិនិយោគបរទេសធ្លាក់ចុះ 13% ការធ្លាក់ចុះការចំណាយក្នុងវិស័យផលិតកម្មដែលជះផលប៉ះពាល់ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋាភិបាលចិនអតិរេកពាណិជ្ជកម្មរបស់ចិនបានឈានដល់កម្រិតកំណត់ត្រា $875,000 លានអាមេរិកប៉ុន្តែក្រុមអ្នកជំនាញសេដ្ឋកិច្ចបាននិយាយថាអតិរេកពាណិជ្ជកម្មឬការនាំចេញច្រើនជាងការនាំចូលយ៉ាងច្រើនសម្បើមខាងលើនេះនឹងមិនអាចប៉ះប៉ូវបញ្ហារចនាសម្ព័ន្ធដ៏ជ្រៅរបស់ចិនបានឡើយហើយនោះគឺដោយសារការដាំក្បាលចុះនៃវិស័យអចលនទ្រព្យហានិភ័យអបផរណានិងការពឹងផ្អែកខ្លាំងតែលើការនាំចេញនៅឯកិច្ចប្រជុំពេញអង្គរបស់បកកុម្មុយនីសចិននៅសប្តាហ៍ក្រោយមេដឹកនាំចិនត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីផែនការ5ឆ្នាំបន្ទាប់ដើម្បីផ្លាស់ប្តូរគោលដៅសេដ្ឋកិច្ចដែលពឹងផ្អែកខ្លាំងទៅលើការនាំចេញឆ្ពោះទៅរកសេដ្ឋកិច្ចដែលពឹងផ្អែកខ្លាំងទៅលើការប្រើប្រាស់ក្នុងស្រុកមូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍ថាចិននឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ 4.8% នៅឆ្នាំ 2025 នេះហើយនឹងធ្លាក់ចុះវិញមកនៅត្រឹម 4.2% នៅឆ្នាំ 2026 ដោយព្រមានថាចិនប្រឈមហានិភ័យវិបត្តិអបផរណាដែលធ្វើឲ្យពលរដ្ឋនិងអាជីវកម្មនានាជួបការលំបាកក្នុងការទូទាត់សងបំណុលលុះត្រាតែពលរដ្ឋបង្កើនការចាយវាយហើយរដ្ឋាភិបាលចិនកាត់បន្ថយការពឹងផ្អែកលើឧស្សាហកម្មនិងការនាំចេញ